បៃលិនជាតំបន់ត្បូងពេជ្រដ៏ល្បីល្បាញពីអតីតកាលរបស់ប្រទេសកម្ពុជាតែបច្ចុប្បន្ននេះលែងក្លាយជាតំបន់ត្បូងពេជ្រដូចពេលមុនទៀតហើយប្រជាជនរស់នៅតំបន់នេះភាគច្រើនបានងាកទៅរកមុខរបរកសិកម្មជាធំគឺដំណាំពោតនិងដំឡូងមីសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារនិងក្នុងវិស័យឧស្សាហកម្មតែទោះយ៉ាងនេះក្តីក៏គេសង្កេតឃើញថាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្រុងប៉ៃលិនមួយភាគធំនៅតែស្ថិតក្នុងភាពក្រីក្រនៅឡើយគ្រួសារខ្លះក្រៅពីការងារកសិកម្មជាលក្ខណៈគ្រួសារបានចំណាយពេលវេលាជាច្រើនទៀតទៅស៊ីឈ្នួលដាំពោតដាំដំឡូងមីឲ្យគេបន្ថែមទៀតដើម្បីទទួលបានកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងក្នុងការរៀបចំចងក្រងអ្នកក្រីក្រនៅតំបន់នេះឲ្យរួបរวมគ្នាជាសហគមន៍សន្សំប្រាក់ក្នុងបំណងអភិវឌ្ឍសហគមន៍និងក្រុមគ្រួសារឲ្យបានរីកចម្រើនក្នុងការធ្វើសហគមន៍នេះយើងបានជួយជំរុញឲ្យគាត់មានការចងក្រងជាសមាជិកសន្សំហើយនឹងប្រាក់ពីហ៊ុនសម្រាប់សហគមន៍នេះគឺវាបានមកពីដោយសារតែសហគមន៍របស់អាមាត្យចាស់ផងដូច្នេះលក្ខណៈច្បាប់របស់សហគមន៍នេះមានមកតាមលំដាប់ដោយវាមិនជាការលំបាកទេបច្ចុប្បន្ននេះនៅតាមសហគមន៍ជាច្រើនក្នុងក្រុងប៉ៃលិនបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវលូកាន់តែប្រសើរជាងមុនក្រោមគម្រោងជំនួយខ្នាតតូចរបស់សម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅថាអាការួមនឹងទុនបដិភិករបស់សហគមន៍ក្នុងនាមអាជ្ញាធរគឺជួយជំរុញផ្នែកការធ្វើផ្លូវឲ្យសហគមន៍យើងកាលពីមុនលំបាកណាស់ផ្លូវបោះហ៊ុយជាងក្បូងគឺការធ្វើដំណើរក៏លំបាកមែនទេដូច្នេះឃើញសហគមន៍យើងការលំបាកក៏ជួយនៅគ្រប់គ្រងនៅផ្នែកថវិកាខ្លះដល់សហគមន៍របស់យើងជាការពិតពេលដែលសហគមន៍មានផ្លូវធ្វើដំណើរកាន់តែស្រួលពិតជាផ្ដល់ផលប្រយោជន៍ដល់សមាជិកសហគមន៍គ្រប់ក្រុមគ្រួសារតាមរយៈការសម្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនជាពលរដ្ឋយើងនឹង30គ្រួសារដែលនៅក្នុងភូមិហ្នឹងដែលតាមទទួលផលផ្លូវហ្នឹងណា30គ្រួសារដល់ពេលហើយជាជនទាំងអស់គ្នាហ្នឹងបានដូចជាប្រមូលផលចឹងទៅដាក់ពោតយកមកដល់ផ្ទះចឹងទៅឈ្មួញក៏គេមកចូលកិនបានលឿនផ្លូវវាស្រួលអីចឹងណាសบายចិត្តណាព្រោះបានផ្លូវស្រួលហើយត្រេកអរជួយនឹងថែទាំផ្លូវបានល្អដល់គ្នាប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមចំពោះមុខរបស់សមាជិកសហគមន៍មួយចំនួននៅក្នុងក្រុងប៉ៃលិននាពេលបច្ចុប្បន្ននេះគឺបញ្ហាទឹកស្អាតព្រោះការប្រើប្រាស់ទឹកអូរអាចមានផលប៉ះពាល់ដល់សុខភាពដោយសារតែការប្រើថ្នាំគីមីទៅលើផលដំណាំនៅក្នុងតំបន់នោះកន្លងមកយើងទៅប្រើទីនោះណាបើអត់មាននេះទឹកអូបាទទៅប្រើនោះណាទឹកអូទឹកអូគាត់ប្រើទឹកប្រើប្រាស់ទឹកនេះគឺមានការប៉ះពាល់ពីជាតិគីមីបាញ់ស្មៅបាញ់ថ្នាំស្មៅឬក៏ថ្នាំកោសដំឡូងផ្សេងទឹកនោះហូរចូលក្នុងនេះដូច្នេះវិជាពលរដ្ឋគាត់យកទឹកនេះទៅហូបផងមុជផងដូច្នេះហើយមានផលប៉ះពាល់អំពីជាតិគីមីសាស្ត្រដូច្នេះហើយបានសហគមន៍មានគម្រោងស្នើសុំយើងធ្វើដងមួយកន្លែងនៅខាងទេសធានភូមិតែឃើញការផលលំបាករបស់គាត់បើមិនមានរយៈពេលខ្លីទេគឺរយៈពេលវែងផលប៉ះពាល់នៅឆ្នាំគាត់ប៉ះពាល់សុខភាពរមាស់ឬមួយក៏ផ្សេងច្រើនណាស់អំពីជាតិគីមីអ្វីជាមោទនៈសម្រាប់ប្រជាពលរដ្ឋក្រុងប៉ៃលិនបើទោះបីមានការអភិវឌ្ឍយឺតយ៉ាវក៏ដោយតែអាជ្ញាធរក្រុងបានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពក្នុងការដោះស្រាយជូនប្រជាជនរួមទាំងគម្រោងការថ្មីបន្ថែមទៀតដើម្បីអភិវឌ្ឍផ្លូវក្នុងសហគមន៍ឲ្យបានតភ្ជាប់ទំនាក់ទំនងគ្នាកាន់តែប្រសើរជាងមុនយើងនឹងមានផែនការបន្តពីផ្លូវនេះគឺផ្លូវនេះដែលយើងបានជួយរបស់គាត់ចូលបរិភាគ1លាន5សែនហើយក្នុងសហគមន៍ CDS នេះគឺ7លានជាងទាំងអស់សរុបទៅថាជា8លានយើងនឹងមានផែនការបន្តផ្លូវ
ប្រវែង550ម៉ែត្របន្តទៅទៀតក៏ប៉ុន្តែអានេះជាភាពមួយថាចង់ជួសជុលផ្លូវឲ្យជាបរដ្ឋពីភូមិនេះទួលផងដែរគម្រោងបន្តគឺមានចំនួនមួយខ្សែទៀតនៅខាងសង្កាត់បៃលិនផងដែរសង្កាត់បៃលិនគឺយើងមានប្រវែងប្រហែលជា500ម៉ែត្រដូច្នេះថវិកាដែលសល់ក្នុងគម្រោង CCS យើងនឹងធ្វើការបន្តទៅទៀតក្នុងសហគមន៍របស់យើងហើយនឹងមានដងទឹកជាមួយនឹងលូពីច្រើនកន្លែងសម្រាប់អនុវត្តក្នុង